អ្នកអុកញ៉ាលីយ៉ុងផាត់វិស័យសំខាន់ធម្មពលទេសចរកសិឧស្សាហកម្មអចលនទ្រព្យនិងប្រព័ន្ធផ្សព្វផ្សាយ PNN សមិទ្ធផលលេចធ្លោជាប្រធានសមាគមអុកញ៉ាកម្ពុជានិងជាម្ចាស់ក្រុមហ៊ុន LYP Group ដែលមានវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា2អ្នកអុកញ៉ាគិតមេងវិស័យសំខាន់ទូរគមនាគមន៍សេខាធនាគារវិញប្រព័ន្ធផ្សព្វផ្សាយ CBS CTN CNC សន្តាគារនិងអាកាសចរសមិទ្ធផលលេចធ្លោជាប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន Royal 3អ្នកអុកញ៉ាហុងពីវវិស័យសំខាន់អចលនទ្រព្យនិងបរិយាលំនៅឋានសមិទ្ធផលលេចធ្លោជាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនពិភពគ្រប់ដ៏ល្បីល្បាញព្រមទាំងត្រូវបានស្គាល់យ៉ាងខ្លាំងតាមរយៈសកម្មភាពសប្បុរសធម៌4អ្នកអុកញ៉ាពងខៀវខ្សែវិស័យសំខាន់ធនិកកាណាឌាបែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានពលានយន្តហោះអន្តរជាតិតេជោនិងអចលនទ្រព្យ OCIC សមិទ្ធផលលេចធ្លោជាប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ាដែលជាអ្នកវិនិយោគលើគម្រោងធំៗជាច្រើនក្នុងប្រទេស5អ្នកអុកញ៉ាសុកគង់វិស័យសំខាន់ប្រេងឥន្ធនៈសូគីមិចទេសចរសន្តាគារសុខា Hotel សមិទ្ធផលលេចធ្លោជាស្ថាបនិកក្រុមហ៊ុន Sokimich Investment Group ដែលជាក្រុមហ៊ុនចាស់វស្សានិងមានឥទ្ធិពលមួយក្នុងស្រុក6អ្នកអុកញ៉ាលៀងខុននិងអ្នកអុកញ៉ាលៀងម៉េងវិស័យសំខាន់ផលិតកម្មភេសជ្ជៈសំណង់និងធនាគារ Chipmong Group សមិទ្ធផលលេចធ្លោជាស្ថាបនិកក្រុមហ៊ុន Chipmong Group ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុវិស័យដ៏ធំបំផុតមួយនៅកម្ពុជាផលិតស្រាបៀរកែវក្បឿងស៊ីម៉ង់និងអចលនទ្រព្យក្រុមងារផ្លូវការបច្ចុប្បន្នសម្រាប់ពាណិជ្ជករកម្ពុជាភាគច្រើនត្រូវបានដំឡើងទៅជាអ្នកអុកញ៉ាដែលជាថ្នាក់ខ្ពស់ជាងអុកញ៉ា